យដាមហេសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគូសន្ទនិងពិភាក្សាការងារជាមួយលោកឈិនសៀងរ៉ូលេខាធិការគណៈកម្មាធិការបកនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនខ្វាងស៊ីព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខារវាងវិទ្យាស្ថាន GTV-TC វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធនារសៀលថ្ងៃទី25ខែឧសភាឆ្នាំ2026នៅទីស្តីការក្រសួងជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំង3ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មីនិងផ្នែកដឹកជញ្ជូននាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកឈិនសៀងរ៉ូនិងគណៈប្រតិភូក៏ដូចជាបានវិតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិទ្យាស្ថាន GTV-TC ដោយឯកឧត្តមបានគូបញ្ជាក់ថាកម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់និងមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជំនួបនាថ្ងៃនេះគឺជាឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ TVET ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការព្រោះថាកំណត់ពុជផ្ដាមនេះគឺពិតជាចំពេលនឹងអាចឆ្លើយតបនឹងតម្រូវការជាក់ស្ដែងជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកាត់ឡើងវិញដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជាគឺពិតជាទាមទារឲ្យមានតម្រូវការនៃការបណ្ដុះបណ្ដាលជំនាញថែទាំនិងជួសជុលឯកឧត្តមជំរុញឲ្យមានការចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងឲ្យបានឆាប់ជាពិសេសគឺការបណ្ដុះបណ្ដាលគ្រូឲ្យឈានដល់កម្រិតអនុបណ្ឌិតឯកឧត្តមរដ្ឋមន្ត្រីបន្តថាកម្ពុជាតែងចាត់ទុកវិស័យ TVET ជាកត្តាលីកគន្លឹះជំរុញកំណើនផលិតភាពកម្លាំងពលកម្មគាំទ្រដល់ពិពិធកម្មនិងការលើកកម្ពស់កម្រិតឧស្សាហកម្មព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជនក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងព្យាយាមពង្រឹងការផ្សារភ្ជាប់ឧស្សាហកម្មនិង TVET តាមរយៈការជំរុញការបណ្ដុះបណ្ដាលផ្អែកលើតម្រូវការកម្មវិធីសិក្សាផ្អែកលើសមត្ថភាពការរៀនសូត្រនៅកន្លែងធ្វើការប្រព័ន្ធកម្មសិក្សានិងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងគ្រឹះស្ថាន TVET និងសហគ្រាសជាការឆ្លើយតបលោកឈិនសៀងរ៉ូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET ក៏ដូចជាបានផ្ដល់អនុសាសន៍ល្អៗសមិទ្ធផលនៃថ្ងៃនេះគឺជាអ្វីដែលវិទ្យាស្ថាន GTV-TC បានទន្ទឹងរង់ចាំជាយូរមកហើយដើម្បីផ្ដល់ជូននូវការបណ្ដុះបណ្ដាលបច្ចេកទេសនិងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជាលោកបានបន្តថាចាប់តាំងពីឆ្នាំ2022មកវិទ្យាស្ថានបានបណ្ដុះបណ្ដាលនិស្សិតកម្ពុជាសរុបចំនួន36រូបបច្ចុប្បន្ននេះនិស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន26រូបលើជំនាញបច្ចេកវិទ្យា NEV បច្ចេកវិទ្យាវាស់វែងនិងគូផែនទីដោយ drone ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃលោកបដិញ្ញាចិត្តថានឹងជំរុញការអនុវត្តការបណ្ដុះបណ្ដាលឲ្យបានលឿនបំផុតភាគីទាំងពីរបានជឿជាក់ថាជំនួបពិភាក្សាដ៏មានតម្លៃនិងទស្សនវិស័យស៊ីជម្រៅនេះនឹងផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែក NEV បច្ចេកវិទ្យាយានយន្តដឹកជញ្ជូននិងការអភិវឌ្ឍជំនាញតម្រូវទៅឧស្សាហកម្មសម្រាប់ផលប្រយោជន៍ប្រជាជាតិទាំងពីរ